ធ្វើពិធីនាំបលឹងកូនស្រីដែលបានស្លាប់ទៅឲ្យចូលត្រឡប់មកនៅក្នុងផ្ទះវិញប៉ុន្តែអ្នកដែលចូលមកនៅក្នុងផ្ទះមួយហ្នឹងបែរជាបលឹងផ្សេងដែលជាបលឹងតែហោងម្លងបន្លាចក្រុមគ្រួសាររបស់គាត់ទៅវិញចំពោះរឿងរ៉ាវដែលគាត់បានចែករំលែកមកនេះគាត់មានឈ្មោះថាសិលៈប្រាប់ថារឿងរ៉ាវមួយនេះវាគឺជារឿងរ៉ាវដែលកើតឡើងទៅលើអំបកាតរបស់គាត់កាលពីឆ្នាំ2017នឹងឯងអំបកាតរបស់គាត់គឺគាត់រស់នៅតែ3នាក់ទេប្តីរបស់គាត់ហើយនឹងកូនស្រីរបស់គាត់អាយុ20ឆ្នាំកូនស្រីរបស់អ៊ំគាត់គឺដូចមិត្តភក្តិរបស់គាត់ដែរទាំងអស់គ្នាបើទោះបីជាបងប្អូនចំនួនមួយក៏ដោយប៉ុន្តែពួកគាត់គឺស្ថិតស្ងាត់នេះខ្លាំងមែនទែនព្រោះផ្ទះរបស់ពួកគាត់គឺស្ថិតនៅក្នុងភូមិតែមួយគាត់តែផ្ទះរបស់អ៊ំគាត់នៅកណ្ដាលភូមិចំណែកផ្ទះរបស់សិលៈគឺនៅផ្លូវជាទេអញ្ចឹងឲ្យទៅពេលទៅនេះគាត់តែជិះចូលទៅផ្ទះរបស់អ៊ំគាត់ហើយទៅអង្គុយលេងមួយបងស្រីចំនួនមួយរបស់គាត់អីចឹងណាអាយុរបស់ពួកគាត់នឹងខុសគ្នាមួយឆ្នាំឯទាំងអស់គ្នាពួកគាត់គឺយល់ពីគ្នាបានច្រើនអីចឹងទៅហើយនៅក្នុងអាយុ20ឆ្នាំហ្នឹងបងស្រីចំនួនមួយរបស់គាត់ដែលធ្វើជាកូនរបស់អ៊ំគាត់ហ្នឹងក៏មានគេចូលទៅដល់ខាងដែរប៉ុន្តែអ៊ំរបស់គាត់គឺអត់បានលើកកូនឲ្យទេដោយសារតែគាត់គិតថាបងស្រីចំនួនមួយរបស់គាត់នៅក្មេងនៅអីចឹងទៅអត់ទាន់ឲ្យមានសារហាត់អត់មានអីទេចាំអាយុ20ជាងអញ្ចឹងចាំគាត់ការប្តីកាយឲ្យចឹងទៅហើយបើទោះបីជាការប្តីហើយក៏ត្រូវតែងំប្តីនៅផ្ទះហ្នឹងដែរដោយសារតែគាត់មានកូនស្រីតែម្នាក់អញ្ចឹងណានិយាយចំទៅអ៊ំប្រុសអ៊ំស្រីរបស់គាត់គឺស្រឡាញ់កូនខ្លាំងមែនតើហើយអ៊ំប្រុសរបស់គាត់គឺគាត់ធ្វើទៅទៀនគាត់ទៅបាននៅផ្ទះនៅស្រុកហ្នឹងទេទាំងអស់គ្នាគឺគាត់ទៅខេត្តផ្សេងរហូតអីចឹងទៅទាំងអស់គ្នាអញ្ចឹងហើយពេលចាំតែបើអ៊ំគាត់គឺនៅតែគ្នា2នាក់ទេជាមួយនឹងអ៊ំស្រីរបស់គាត់និងកូនស្រីដែលត្រូវជាបងប្អូនចំនួនមួយរបស់គាត់នឹងឯងហើយដោយសារគាត់ស្រឡាញ់កូនខ្លាំងពេកសូម្បីតែកូនទៅណាមកចំហៀនគឺអត់បានដែរគាត់តឹងរឹងខ្លាំងទាំងអស់គ្នារហូតដល់ពេលមួយនោះបងស្រីចំនួនមួយរបស់គាត់គឺជាម៉ូតូទៅផ្សារទៅហូបក៏ស្រាប់ទៅជួបគូចរាចរណ៍ស្លាប់ពេលដែលបងស្រីចំនួនមួយរបស់គាត់ជួបគូចរាចរណ៍ស្លាប់ណាអ៊ំរបស់គាត់ទាំងអស់គ្នាគឺដូចជាមនុស្សដែលបាត់បង់សតិអញ្ចឹងគឺគាត់ស្រែកយំខ្លាំងមែនតើយំស្លាប់ហើយយំទៀតរបៀបថាគាត់ច្បាស់គឺមនុស្សដែលអត់ទទួលយកអត់បានណាដោយសារតែគាត់មានកូនស្រីតែម្នាក់គាត់ហើយអ៊ំប្រុសរបស់គាត់វិញគឺរបៀបថាគាត់ឈឺចាប់ពេកដល់ថាគាត់និយាយអត់ចាញ់ទេគាត់បានរំតែពួនយំតែម្នាក់ឯងអញ្ចឹងទៅអញ្ចឹងហើយពិធីបន់សពចាប់ហើយជាក្នុងកន្លះខែហើយនេះក៏របៀបថាអត់ទាន់ស្ងប់ពេកអ៊ំស្រីរបស់គាត់ដើរប្រាប់គេរហូតថាកូនស្រីគាត់គឺអត់សុខសប្បាយទេគាត់និយាយសពឃើញកូនស្រីរបស់គាត់ស្លាប់ទៅហ្នឹងដើរយំនៅតាមផ្លូវយំទៅនេះយំទៅនោះពិបាកចិត្តអីចឹងគឺគាត់អាណិតកូនខ្លាំងមែនតើព្រោះកូនរបស់គាត់គឺអត់ព្រមទៅណាទេនៅអាឡោះឡៃម្ដាយអីចឹងបងប្អូនអញ្ចឹងពេលលឺអញ្ចឹងម៉ាក់របស់សិលៈក៏បាននាំសិលៈហើយនឹងអ៊ំស្រីនេះទៅរកគ្រូឲ្យគេចូលរូបមើលព្រោះអីធម្មតាតាមជំនឿរបស់ជនជាតិខ្មែរយើងឲ្យទៅពេលកូនស្លាប់កូនអីចឹងគឺតែមិនចង់ដឹងថាតើព្រលឹងកូនទៅដល់ណាដល់ណាអញ្ចឹងក៏ទៅរកគ្រូចូលរូបជួយអញ្ចឹងទៅពេលទៅរកគ្រូឲ្យចូលរូបមើលបងប្អូនសិលៈគាត់អង្គុយខ້ອຍអ៊ំរបស់គាត់ចឹងណាក៏គេនឹងគ្រូគេធ្វើពិធីធ្វើអីចឹងទៅពេលគេធ្វើពិធីនឹងសុកគ្រូម្នាក់នឹងក៏យំឲ្យធ្វើសលេងទូចសលេងហ្នឹងគឺរបៀបថាគាត់ស្ដាប់មិនក៏អត់ចេញសំឡេងបងស្រីចំនួនមួយគាត់តែស្លាប់ទៅនឹងដែរប៉ុន្តែអ៊ំរបស់គាត់ថាណាហើយសលេងកូនអីចឹងណាគាត់ព្យាយាមស្ដាប់គ្រូនឹងគាត់ពីយំឲ្យធ្វើសលេងតិចឲ្យធម្មតាដល់ពេលគេចូលរូបចូលអីចឹងគឺអត់និយាយច្រើនទេក្រៅពីខ្ញុំចង់មកផ្ទះវិញខ្ញុំនឹកមកឯងនឹកអីចឹងទៅគឺនិយាយចឹងហ្នឹងឯងទាំងអស់គ្នាអញ្ចឹងពេលដែលគ្រូចូលរូបហាជិកទៅដាក់ទីហ្នឹងក៏គិតតែពីយំអោបមកអោបអីគឺអត់មាននិយាយក្រៅពីថាចង់មកផ្ទះវិញចង់ជួបម្ដាយចង់ជួបម្ដាយអីទេគឺក្រៅពីពាក្យហ្នឹងគឺអត់មាននិយាយអីផ្សេងសោះហ្នឹងឯងអញ្ចឹងនៅពេលដែលនិយាយថាព្រលឹងចេញពីខ្លួនគ្រូនឹងបាត់វិញអ៊ំស្រីរបស់គាត់ក៏ថាចេះឥឡូវតាមមានវិធីណាដែលអាចឲ្យកូនស្រីរបស់គាត់ត្រឡប់មកផ្ទះវិញគាត់នៅកូនស្រីរបស់គាត់ខ្លាំងណាស់អត់អាចដើរនៅក្រៅតែម្នាក់ឯងទេបើទោះបីជាព្រលឹងក្រោយជួយប្រាប់ផងគាត់នឹងធ្វើតាមគ្រប់យ៉ាងអញ្ចឹងណាដើម្បីឲ្យព្រលឹងកូនស្រីត្រឡប់ចូលក្នុងផ្ទះវិញអញ្ចឹងទៅអញ្ចឹងគ្រូគេរៀបរាប់ក្បួនរៀបរាប់អីតាមអញ្ចឹងទៅអ៊ំស្រីរបស់គាត់នេះគាត់នឹងស្ដាប់ក្បួនចប់ភ្លាមមកដល់ផ្ទះវិញនៅម៉ោង5:00ក្នុង6ល្ងាចគាត់នឹងក៏ដុកម៉ាក់របស់គាត់ទៅផ្ទះហើយតែម៉ាក់របស់គាត់ប្រាប់ថាថ្ងៃហ្នឹងអ៊ំប្រុសហើយអត់នៅទេអញ្ចឹងហើយទៅកណ្ដោអ៊ំស្រីផងអញ្ចឹងគាត់ក៏ជិះម៉ូតូត្រឡប់មកវិញនៅក្នុងម៉ោង6កន្លះមិនរៀងល្ងាចទាំងអស់គ្នាប៉ុន្តែផ្ទះបងអ៊ំគាត់គឺបើកភ្លើងគ្រប់កន្លែងសូម្បីតែភ្លើងរបស់ផ្ទះក៏បើកដែរអញ្ចឹងគាត់នឹងក៏ដើរចូលទៅក្នុងផ្ទះក៏ឃើញបងគាត់ហ្នឹងកាន់បាយមកថាចេញមកដែលបាយដាក់តាមកតោមដាក់អីចឹងទៅរួចទៅនៅមុខរបស់ផ្ទះរួចក៏គាត់ទៅធូបអីចឹងទៅគាត់សម្ពាធថាអាមហូបសម្ដែងដែលគាត់ខ្សែហ្នឹងទាំងគ្នាគឺដាក់រៀបនៅលើដីនឹងហ្មងហើយដាក់ថាកូនគាត់អាចចូលមកផ្ទះមកអត់អីទេចូលមកផ្ទះយើងវិញមកប៉ុន្តែនៅមិនបានកក់ក្ដៅគាត់នឹងដាច់ខ្លាចទេកូនឯងមានកន្លែងមកហើយគឺមកផ្ទះយើងវិញអញ្ចឹងណាកូនរបៀបគាត់និយាយគាត់ធ្វើពិធីធ្វើចឹងទៅហើយសិលៈនៅពេលគាត់ឈោមមកអ៊ំគាត់យូរទៅគាត់ព្រឺសបល់ហ្មងដោយសារពិធីអញ្ចឹងប្រហែលពីសម័យមើលទៅទាំងយប់
មក6 7គឺរៀងយកไปហើយយើងមកឃើញរូបភាពចឹងទៀតយើងកាន់តែព្រឺសបល់ហើយគាត់ធូរគាត់អោនគាត់សំពះគាត់អីចឹងទៅអាហ្នឹងយប់ដំបងនេះគាត់ធ្វើយប់ទី2អញ្ចឹងទៀតយប់ទី3អញ្ចឹងទៀតគាត់ធ្វើមកទឹកពេញជាប់គ្នាហើយសិលាគាត់ថាទៅពេលគាត់មកកណ្ដោបងអ៊ំគាត់ម្ដងណាគឺគាត់ចង់ត្រឡប់ទៅផ្ទះភ្លាមហ្មងប៉ុន្តែអត់ទេគឺគាត់ត្រូវនៅកណ្ដោអ៊ំគាត់រហូតដល់ម៉ោងខែជិតទុំ8 9ទឹកគាត់ជិះម៉ូតូទៅផ្ទះរបស់គាត់វិញអញ្ចឹងដោយសារតែម៉ាក់របស់គាត់គឺផ្ដាំហ្មងអត់ចង់ឲ្យអ៊ំតាមនៅតែម្នាក់ឯងទេព្រោះតែអ៊ំហ្នឹងគឺគាត់និយាយថាគាត់ដូចនិយាយបាត់បង់ស្មារតីដោយសារតែគាត់បាត់បង់កូនអីចឹងទៅទាំងពីរអញ្ចឹងក្រោយពីធ្វើពិធីចាប់នេះចាប់ហើយអ៊ំក៏ធ្វើបន្តនៅតែបន្តធ្វើអញ្ចឹងទៀតទាំងពីរប៉ុន្តែរឿងរ៉ាវចម្លែកគឺគាត់ដើមកើតឡើងក្នុងផ្ទះរបស់អ៊ំគាត់ទាំងតែអ៊ំរបស់គាត់ណាអ៊ំស្រីរបស់គាត់ហ្នឹងថ្ងៃច័ន្ទដល់ថ្ងៃសុក្រគឺគាត់នៅផ្ទះហ្នឹងតាមម្នាក់ឯងទេមានសិលាមកកណ្ដោត្រឹមម៉ោង6ដល់ម៉ោង8ទៅគាត់ត្រឡប់ទៅផ្ទះវិញហើយអ៊ំប្រុសរបស់គាត់តាមម្សិលអាទិត្យបានគាត់មកដេកនៅផ្ទះវិញអញ្ចឹងណាប៉ុន្តែអ្នកជិតខាងប្រាប់ថាបានឃើញអ៊ំគាត់ហ្នឹងឈរនិយាយមួយមនុស្សនៅក្នុងផ្ទះហ្នឹងហើយគេពិតជាមើលឃើញមែនបងប្អូនមើលពីក្រៅផ្ទះទៅគឺឃើញមានមនុស្សក្នុងផ្ទះរបស់អ៊ំគាត់ប៉ុន្តែមិនមែនតែម្នាក់ឬក៏ពីរនាក់ទេគឺមាន4 5នាក់អីចឹងទៅពួកគេឃើញមានប្រុសមានស្រីអីចឹងណាហើយពេលខ្លះទៀតទៅគេឃើញជារូបរាងរបស់កូនស្រីរបស់អ៊ំគាត់នឹងឯងបងប្អូនប៉ុន្តែនៅពេលដែលមើលចិត្តទៅមិនមែនណាអញ្ចឹងតែចិត្តខាងគឺគេរៀងខ្លាចអ៊ំគាត់ហើយវាថាគេគិតថាគាត់ដូចយើងអាគុំនេះគេរៀងខ្លាចយើងអីចឹងទៅស្លាក់គាត់រៀងខ្លាចអ៊ំរបស់គាត់ដែរប៉ុន្តែម៉ាក់របស់គាត់គឺប្រើឲ្យម្ដេចកដោពេលហ្នឹងគឺម៉ាក់របស់គាត់តាមឲ្យម្ដេចកដោមកដោយសារតែអ៊ំប្រុសរបស់គាត់គឺលោកវល់ឡើងកន្លះខែអត់បានមកផ្ទះវិញទេអញ្ចឹងហើយពេលហ្នឹងស្លាក់គាត់ត្រូវតាមម្ដេចកដោអ៊ំរបស់គាត់នៅផ្ទះរបស់អ៊ំគាត់នឹងឯងគាត់ថានៅយប់ដំបងនៅពេលគាត់ម្ដេចកដោផ្ទះរបស់អ៊ំគាត់ហ្នឹងគឺគាត់ដេកនៅក្នុងបន្ទប់ហ្នឹងមិនមែនបន្ទប់បងប្អូនចំនួនមួយរបស់គាត់ទេគឺបន្ទប់មួយទៀតដែលនៅខាងក្រោមណាដោយសារតែផ្ទះរបស់អ៊ំគាត់គឺជាផ្ទះ2ជាន់វាឈើនៅខាងលើថ្មខាងក្រោមអញ្ចឹងគាត់ដេកនៅបន្ទប់ខាងក្រោមទេហើយបន្ទប់ខាងក្រោមគឺបន្ទប់សម្រាប់ពួកភ្ញៀវអញ្ចឹងទៅអញ្ចឹងគាត់ដេកនៅហ្នឹងពេលដែលគាត់ដេកទាំងអស់គ្នាក៏គាត់ហ្នឹងណាវាថាស្ងំដេកអញ្ចឹងទៅគាត់ស្រាប់តែឮសំឡេងអ៊ំរបស់គាត់និយាយនៅលើផ្ទះនិយាយថាមកដេកមួយម៉ាមិនចឹងមកដេកមួយម៉ាមកឡើងក្រែមកកូនឲ្យសំឡេងហ្នឹងគឺសំឡេងរបស់អ៊ំគាត់ហ្នឹងឯងអញ្ចឹងពេលឮសំឡេងអញ្ចឹងគាត់នឹងក៏គិតដល់ស្ដីដែលចិត្តខាងគេនិយាយថាតែងតែឮអ៊ំរបស់គាត់និយាយថាឯងឬមួយក៏មានអ្នកគេក្នុងផ្ទះនៅអីចឹងទៅអញ្ចឹងដោយសារតែគាត់ចង់ដឹងឲ្យច្បាស់គាត់នឹងក៏ដើរលោកឡើងទៅបន្ទប់អ៊ំគាត់ពេលដែលឡើងទៅទាំងគ្រាមទ្វារបន្ទប់របស់អ៊ំគាត់គឺបាត់ប្រែប៉ុន្តែគាត់ប្រហើបមើលគាត់បានគូទ្វារគឺគាត់ប្រហើបមើលទៅគឺគាត់ឃើញអ៊ំរបស់គាត់កំពុងអង្គុយលើក្រែហើយនៅក្រោមនៅលើក្តារទាំងអស់គ្នាគឺមានមនុស្ស4 5នាក់កំពុងតែអង្គុយក្រោមហ្នឹងអង្គុយដូចស្ដាប់អ៊ំរបស់គាត់ចឹងហើយគាត់ជឿជាក់ថាមនុស្សទាំង4 5នាក់ហ្នឹងមិនមែនជាមនុស្សយើងធម្មតាទេប៉ុន្តែជាពួកវិញ្ញាណឯហ្នឹងឯងខ្ញុំអញ្ចឹងពេលដែលគាត់ឃើញចឹងគាត់ព្រឺសម្រាប់ញាក់ហ្មងហើយអ៊ំរបស់គាត់ងាកមើលគាត់សួរថាហើយមើលអីវាអញ្ចឹងណាអញ្ចឹងគាត់ក៏ដើរចុះខាងក្រោមវិញទៅអញ្ចឹងនៅក្នុងបន្ទប់នោះគាត់មិនដឹងទេថាអ៊ំគាត់នឹងធ្វើអីគាត់ដឹងហ្មងណាបងប្អូនដឹងតែគាត់បានឃើញគេអង្គុយលើក្តារដូចអង្គុយស្ដាប់អ៊ំគាត់ចឹងអ៊ំគាត់អង្គុយលើក្រែនឹងឯងអានឹងលើកពីមុខគាត់ជួបគាត់ក៏យករឿងហ្នឹងប្រាប់ម៉ាក់គាត់ថាចេះអូយម៉ាក់ឈប់ទៅថាអ៊ំមិនខ្លាចណាព្រោះអ៊ំដាក់ចម្លែកខ្លាចអញ្ចឹងណាលឺអ៊ំនិយាយឃើញមានគេក្នុងផ្ទះម្ដាយអញ្ចឹងទៅប៉ុន្តែម៉ាក់របស់គាត់ថាហេហែងជាកូនជាចៅជួយអ៊ំអញទៅអ៊ំមិននិយាយថាអារម្មណ៍គាត់សូវល្អទេគាត់ដូចចង់បាត់មកស្ទិអញ្ចឹងណាបើហើយអត់ទៅមើលទេមានពីណាគេទៅមើលអញ្ចឹងអញទៅមើលមែនអញត្រូវដូរលុយដែរអញ្ចឹងទៅជឿស្លាក់គាត់អង្គជាបខំចិត្តមកទៀតទាំងពីរចូលដល់យប់ទី2គាត់មកផ្ទះប្រអមគាត់នៅមកហើយជិះខ្ទង់មក8យប់ដោយសារតែគាត់រវល់អញ្ចឹងណាទម្លាប់ពេលគាត់ជិះម៉ូតូមកដល់គាត់ក៏ຕົកម៉ូតូនៅក្នុងរបងផ្ទះគឺគាត់ក៏ដើរចូលមកផ្ទះប្រអមគាត់ដើម្បីបាត់ទ្វារឲ្យធំដាក់ម៉ូតូចូលទៅខាងក្រោមផ្ទះហ្នឹងដល់គ្នាចឹងពេលគាត់ដើរទៅគាត់សាច់គាត់សម្លឹងទៅតុកបាយដើរនៅផ្ទះបាយហ្នឹងដោយសារតែតុកបាយហ្នឹងគឺរបៀបថាបើមើលពីមុខទៅគឺឃើញច្បាស់ហ្មងគឺឃើញអ៊ំរបស់គាត់អង្គុយហូបបាយអង្គុយនៅក្បាលតុកជុំវិញតុកហ្នឹងគឺមានគេអង្គុយហូបបាយហ្នឹងដែរគឺមានគេអង្គុយទាំងអស់គ្នាប៉ុន្តែមានទាំងអស់ហ្នឹងងាកមកមើលគាត់ពីវាហាផ្ទៃសមុខខ្មៅរូបរាងគឺគួរឲ្យខ្លាចខ្លាំងមែនតើហើយអ្នកខ្លាចទៅគឺហាមាត់មើលមកគាត់ចែកប៉ុន្តែរូបរាងមនុស្សទាំងអស់ហ្នឹងគឺគាត់ដឹងច្បាស់ថាមិនមែនមនុស្សធម្មតាទេស្លាក់គាត់ឃើញចឹងទៀតគាត់ហ្នឹងក៏ចោះចេញទៅខាងក្រៅវិញបាក់ម៉ូតូត្រឡប់ទៅផ្ទះគាត់វិញគាត់ថាដេកទេមិនមើលគាត់ដេកដែរគាត់ដេកមិនគាត់ខ្លាចគាត់ប្រាប់ម៉ាក់គាត់ចឹងណាប៉ុន្តែម៉ាក់របស់គាត់ឲ្យដុតម៉ាក់របស់គាត់មកដែរចឹងណាដុតមករួចគាត់តុកម៉ូតូនៅក្នុងផ្ទះចូលដេកក្នុងផ្ទះរបស់អ៊ំគាត់ទាំងពីរនាក់អញ្ចឹងពេលហ្នឹងផ្ទះអ៊ំគាត់មានគ្នា3នាក់ឯងមានអ៊ំរបស់ហើយនឹងគាត់មួយម៉ាក់របស់គាត់នឹងឯងគាត់ដេកបន្ទប់ខាងក្រោមមួយម៉ាក់គាត់ចំណែកអ៊ំរបស់គាត់គឺនៅបន្ទប់ជាន់ខាងលើទាំងអស់គ្នាអញ្ចឹងពេលហ្នឹងគាត់ក៏ដេករហូតដល់ម៉ោង50ខ្ទង់2 កណ្ដោបម៉ាក់របស់គាត់ដឹងខ្លួនអញ្ចឹងក៏
កែចាម្លេះអានលឺបាក់ពីចុងតែអានលឺបាក់ពីចុងតែអញ្ចឹងលឺចឹងសិលានេះគាត់ដឹងថាមិនមានអ្នកណាទេហើយពុកឬក៏ពុកអីចឹងតែអមមកគាត់ហៅចូលមកក្នុងផ្ទះអញ្ចឹងណាគាត់នឹងគាត់ថាអូយម៉ាក់ដេទៅសម្រាប់ចិញ្ចឹមកាត់ទៀតប្រតិទិនអត់ទេគាត់ថាម៉ាក់គាត់ថាអត់ទេទៅមើលមួយថ្ងៃចូលតែឲ្យចូលតែម៉ាក់គាត់ក្តារទ្វីចឹងទៅសិលានឹងគឺគាត់ហ៊ាននៅក្នុងបន្ទប់នឹងតែម្នាក់ឯងទេគាត់ក្តារចេញទៅតាមម៉ាក់របស់គាត់ពេលដើរចេញទៅទាំងគ្នានៅខាងមុខផ្ទះគឺទ្វារបច្ចុប្បន្នមែនប៉ុន្តែអត់មានពីណាគេដើរចូលណាក៏លឺសម្លេងអ៊ំរបស់គាត់នៅលើផ្ទះឮថាអូយអញឈឺកុំសកាត់ពេកអញឈឺឮសម្លេងអញឈឺគាត់ទៅម៉ាក់គាត់ដើរឡើងទៅខាងលើពេលដើរឡើងទៅខាងលើបាត់ពីប្រពន្ធព្រាមណាគ្នាគឺគាត់បានឃើញមនុស្សប្រុសមនុស្សស្រីកំពុងតែចាប់ដៃចាប់ជើងម៉ែអ៊ំស្រីរបស់គាត់ហើយនៅមានម្នាក់ទៀតកំពុងតែឈរជាន់ពោះអ៊ំស្រីរបស់គាត់នឹងឯងគឺកំពុងតែឈរមកពេលហ្នឹងទាំងម៉ាក់គាត់គឺបានឃើញដូចគ្នាហើយពពុះអស់ហ្នឹងគាត់តែងាកមើលឃើញគាត់ព្រាមណាគឺរត់របៀបថារត់បុកម្ចាស់ទៅអស់លេងរត់បុកម្ចាស់ទៅអស់នឹងតែហ្មងអញ្ចឹងពេលហ្នឹងអ៊ំរបស់គាត់គឺរបៀបថាគាត់តែពីហាក់ចេះហាក់តាមលើក្រែអញ្ចឹងម៉ាក់របស់គាត់គឺជឿជាក់មកថាមានអីចម្លែកនៅក្នុងផ្ទះនឹងពិតមែនក៏របៀបថាពេលអ៊ំប្រុសរបស់គាត់ត្រឡប់មកវិញនេះក៏ឲ្យនាំទៅដល់គ្រូសាច់ទៅលោកសាច់ទឹកអីចឹងទៅហើយក៏ឲ្យគ្រូមើលគ្រូអីចឹងអាគ្រីមអញ្ចឹងគ្រូមួយទៀតហ្នឹងគឺមិនមែនទៅគ្រូចាស់ទៅគ្រូថ្មីមួយទៀតហ្នឹងគឺគេប្រាប់ថាដោយសារធ្វើវិធីវាថាអាសែនហើយព្រលឹងចូលផ្ទះហ្នឹងព្រលឹងផ្សេងទៀតក៏ចូលមកដែរចំណែកកូនស្រីរបស់គាត់គឺចាប់ចិត្តអីបាត់ហើយអត់មាននឹងទៀតទេឬថាគេទៅបាត់អីចឹងគឺគេទៅស្ងប់ទៅអីហើយគេមិនបានមកចូលផ្ទះហ្នឹងវិញទេអ្នកដែលចូលមកសង្ងំនៅក្នុងផ្ទះហ្នឹងគឺស្រាប់តែពួកអពុវិញ្ញាណដៃហៅវិញ្ញាណអីចឹងទៅតែគាត់នឹងវាសែនហៅគេមកតាមអញ្ចឹងបងប្អូនហើយយើងមានជំនឿថាចេះធម្មតាតែសែនអីរបស់អស់ហ្នឹងលើដីអញ្ចឹងមិនមែនសែនឲ្យពួកវិធានព្រលឹងល្អព្រលឹងនេះគឺសែនឲ្យពួកព្រលឹងតែហៅព្រលឹងអីចឹងទៅនៅបងប្អូនចំពោះរឿងរ៉ាវដែលគាត់បានចែករំលែកមកនេះក៏មានតែប៉ុណ្្នឹងដែរមកដល់បច្ចុប្បន្នហ្នឹងអ៊ំស្រីរបស់គាត់គឺបានចែកថាណៃហើយផ្ទះរបស់អ៊ំស្រីរបស់គាត់គឺនៅតែអ៊ំប្រុសរបស់គាត់ម្នាក់គត់ហើយបងប្អូនចំពោះរឿងរ៉ាវនេះក៏មានតែប៉ុណ្្នឹងដែរ